នេះគឺជាវីដេអូ Part 4 បន្តពីវីដេអូមុនៗដែលបង្ហាញទាក់ទងជាមួយនឹងការរៀបចំសួននៅ Pub របស់យើងហើយយើងនៅតែបន្តការធ្វើវីដេអូដោយសារតែការងារយើងអត់ទាន់ចប់តាមរយៈវីដេអូមុនមកដល់ឥឡូវគឺយើងឃើញថាសមិទ្ធផលដែលយើងបានធ្វើវាច្រើនគួរសមដែរណាដូចជាការពូនដីពូនភ្នំរបស់យើងនេះជាមួយនឹងការក្រាលស្មៅគឺបានច្រើនដែរដោយសារតែយើងបានធ្វើអត់មានសម្រាប់ទេនេះគឺធ្វើបន្តឲ្យធ្វើសម្រុកយកតែម្ដងអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងវីដេអូមុនគឺយើងពូនដីក្រាលស្មៅមានទីតាំងខ្លះក៏រួចហើយឥឡូវទីតាំងខ្លះក៏មិនទាន់រួចឥឡូវយើងចាប់ផ្ដើមមកធ្វើទីតាំងដែលធំជាងគេណាគឺនៅមុខហាងតែម្ដងគឺសួនដែលធំជាងគេហ្នឹងគឺយើងຕົកក្រោយគេដោយសារតែវាប្រភេទភ្នំធំណាអញ្ចឹងយើងចាប់ផ្ដើមធ្វើហើយការធ្វើនេះគឺយើងសម្រុកធ្វើតែម្ដងធ្វើទាំងថ្ងៃហើយបន្តដល់យប់ទៀតដោយសារតែក្រុមការងារខាងសំណង់ក៏គាត់អត់ឈប់ដែរអញ្ចឹងយើង OT ណានេះយើងថែមម៉ោងធ្វើនិយាយរួមទៅសម្រុកបុកឲ្យហើយលឿនអញ្ចឹងណាអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងក្នុងវីដេអូនេះគឺធ្វើទាំងយប់តែម្ដងហើយខាងសួនភាគច្រើនខ្ញុំអត់សូវធ្វើយប់ទេលុះត្រាតែមានករណីពិសេសទៅយើងធ្វើយប់ដោយសារទី1វាមានការស្មុគស្មាញដែរជាមួយនឹងការរៀបចំសួនពេលយប់ណាអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺយើងពូនដីទាំងយប់តែម្ដងហើយសម្រាប់ការពូននេះគឺមិនមែនពូនឲ្យតែបានប៉ោងទេណាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងមាន level របស់វាមានកលុកកលាក់មានកលុកមានចម្រៀលមានអីយើងមើលទៅឲ្យស្ទេសជាមួយនឹងភ្នំមែនតែនតែម្ដងគ្រាន់តែយើងបដូរពី scale ធំមកតូចតែប៉ុណ្ណឹងវាមានកឌិចកដប់មានអីអញ្ចឹងហើយយើងនៅបន្ថែមការតុបតែងជាមួយនឹងថ្មក៏ដូចជាដើមប៊ុនសៃបន្តទៀតដែរតែដំណើរការនៃការធ្វើគឺយើងធ្វើតាម step មួយណាអញ្ចឹងដូចអ្នកទាំងអស់គ្នាអញ្ចឹងមុំបានចេញទៅជាភ្នំទៅជាដីជាពូននេះគឺយើងទៀមទាក្នុងការចិតដីធ្វើដីហ្នឹងឲ្យចេញរៀងសិនបន្ទាប់ពីយើងក្រាលហើយបើយើងធ្វើភ្នំហើយយើងធ្វើដីហើយទៅយើងក្រាលស្មៅទៅវាចេញរូបរាងស្អាតអញ្ចឹងក្រុមការងារបន្ទាប់ពីយើងធ្វើតម្រង់ហើយចិតដីចិតអីហើយគឺយើងចាប់ផ្ដើមក្រាលស្មៅហើយអញ្ចឹងបើសិនជាក្រាលស្មៅហើយវាស្មើនឹងចិតហើយនិយាយរួមទៅអាចនឹង 90% ណាអញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងគឺយើងចាប់ដំណើរការក្នុងការក្រាលស្មៅហើយសួនដែលយើងធ្វើហ្នឹងគឺសួនដែលធំជាងគេហ្នឹងគឺសំខាន់ជាងគេហើយអញ្ចឹងគឺយើងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺក្រាលបដាបាញ់ទឹកបដាអុកបដាដើម្បីឲ្យស្អែកយើងបានបន្តការងារផ្សេងទៀតណាអញ្ចឹងកុំភ្លេចនៅមានវីដេអូបន្តទៀតប៉ុន្តែក៏វាចិត្តចប់ដែរដោយសារតែរាល់ពេលដែលយើងធ្វើភ្នំហើយចាត់ទុកថាវាហើយបាន 80% ហើយសម្រាប់រុក្ខជាតិផ្សេងដែលដាំលម្អនៅខាងលើក៏ដូចជាថ្មអីគឺយើងគ្រាន់តែបន្តុកបដាក់ពីលើទេអញ្ចឹងវាអត់មានបញ្ហាអីទេអ្វីដែលបញ្ហាគឺយូរជាងគេគឺការធ្វើដីនឹងតែម្ដងហើយបើការធ្វើដីហើយក៏ដូចជាវាចិត្តហើយអញ្ចឹងកុំភ្លេចទស្សនាវីដេអូបន្តទៀតទៅណាយើងនៅមានវីដេអូក្នុងការតុបតែងបន្តទៀតជាមួយនឹងសួននៅ Pub នេះអរគុណ